មេទាំងអស់គ្នាដែលមិនទាន់ធ្លាប់ប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំស្មៅហើយខូចវាដើរតង់ឬក៏ខុសតង់វាអត់ឆេះអាចចង់ឆែកមើលតង់ឆែកមើលអីអាចមើលវីដេអូនេះបានបើសិនជាចេះហើយអូសរំលងក៏បានដែរហើយមួយទៀតស្បែកស៊ីនវានេះបើចង់ឲ្យខ្លាំងកុំដាក់ចេះមិនបាក់ដាក់សញ្ញាព្រួយមិនទេយើងត្រឡប់វាមកត្រឡប់យកមកដាក់ចេះវិញហើយយកមកដាក់ចេះវិញដាក់ចេះមិញអានេះបែរមុខមកនេះមិញចេះមែនទេឥឡូវយើងបដូរវិញចេះមកចេះវិញហើយកាលណាយើងម៉ាស៊ីនវាអត់វិលទៅនោះទេម៉ាស៊ីនវាវិលមកនេះសិលវិលមកនេះអានេះវាបើកខ្លាំងករងទីតែល្មមក៏ទឹកចេញឆ្វាចអត់ពិបាកទេទោះបីជាអស់ស្បែកអញ្ចេះក៏អាចនៅប្រើបានដែរណាហ្នឹងហើយហើយនឹងមួយទៀតហើយចង់មើលតង់យើងដោះប្លង់នេះមួយរួចដោះនេះហើយយើងពវល់ flavate នេះឲ្យឡើងលើឲ្យត្រង់អស់ហើយចំណែកបូស៊ីត្រង់ឡើងលើហើយយើងដោះនេះមើលហើយវាមានតង់វានេះមើលតង់ឃើញទេនេះតង់ឲ្យចំណុច0ខ្នើយវាអានេះខ្នើយវាខ្នើយស្ប៉ាប់ខ្នើយវាណាដោះវាមើលទៅហើយមួយទៀតមើលលើនេះមកនេះខ្ញុំដោយសារតែខ្ញុំដោះស្រេចហើយទេនេះដោយសារតែម៉ាស៊ីននេះវាស្ប៉ាប់តាំងពេកចឹងហើយវាអត់ឆេះទេហើយយើងមើលស្មីវាស្ទង់វាឡើងមកអត់ឡើងមកអស់ហើយប៉ុន្តែវាតាំងពេកទៅវាជាលក្ខណៈថាវាអាចនឹងឆេះស្ប៉ាប់ឆេះអីណាហើយឆេះស្ប៉ាប់ឆេះអីយើងអាចសៃបានណាយើងដូរស្ប៉ាប់ដូរអីបានយើងអត់ចាំបាច់ដូរស្មីដូរអីទេព្រោះនេះវាបើសិនជាដូរមកកណាត់លើនេះប្រើនេះកណាត់ត្រឹមជេននេះឡើងលើតែម្ដងហ្នឹងហើយមិនបាច់ដូរទេហើយឥឡូវបើសិនជាវាឆេះស្ប៉ាប់មែនយើងអាចដោះមើលបានដោះធ្វើខ្លួនឯងបានទោះបីចាំមិនមែនជាងសូម្បីតែម្ចាស់ម៉ាស៊ីនខ្លួនឯងក៏អាចធ្វើបានដែរជាដំបូងយើងដោះអានេះមួយទៀតណាយើងចង់ដោះអានេះចេញយើងដោះប្លង់នេះចេញមកដោះចេញមកហូតមកណានោះវីដេអូត្រួសទេចង់ដឹងច្បាស់តាមដានវីដេអូនេះដល់ចប់នេះម៉ាស៊ីននេះវាឆេះស្ប៉ាប់ហើយនឹងអស់ស្បែកអស់អីចឹងអស់ក្បាត់ចឹងតែក្បាត់អត់អីទេយើងអាចគៀបប្រើវិញបានយើងបំបែកអស់ហើយឥឡូវយេននេះផ្សេងរបស់ខ្ញុំឥឡូវនេះខ្ញុំកំពុងតែសៃរួចហើយដល់ពេលខ្ញុំសៃស្អាតហើយខាងក្នុងស្អាតហើយប៉ុន្តែខ្ញុំសាកមើលរៀបមើលវាមិនដែរតិចបន្តិចកាក់នេះយ៉ាត់ខុសកាក់គឺអត់យកអានេះឡើងលើចេះយកជោគឡើងលើចេះខុសណាបើសិនដាក់ចេះរួចដាក់ចេះខុសណាតិចកាក់នេះយកអាទួលនេះវាឃើញអត់ឃើញមានទៀបមានខ្ពស់យើងយកអាខ្ពស់នេះចុះក្រោមចេះបានគេបានវាអត់គេទេយកតង់ឲ្យស្មើអូខេដាក់ទៅអារុនមួយនេះឲ្យស្មើគ្នាបើសិនជាខ្ពស់អាមញងនេះខ្ពស់ជាងអានេះហើយដឹងតែគេដែរនេះkalauមើលឃើញនេះយកអាមញងនេះឲ្យស្មើនឹងអាដៃនេះបើសិនជាខ្ពស់អត់កើតទេគេលើសូឆ្វេតរមមូលហេតុអត់ឃើញគេអានេះឯងចឹងហើយរងគេយកអាទួលចុះទៅក្រោមយកអាក្លុកនោះឡើងមកលើចឹងណាជាខុសត្រង់ហ្នឹងហើយការដាក់តង់នេះវាចេះដែរអូខេចាំមកចឹងហើយបានវាអត់គេ
ជាកុំភ្លេចដាក់នេះណា